សូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនជាទីគោរពខ្ញុំបាទលោករដ្ឋានជាថ្ងៃនេះផងដែរខ្ញុំបាទសូមចែករំលែកបន្តិចទាក់ទងទៅនឹងមន្តអាគមគាថាយ័ន្តដូនតាខ្មែរយើងមន្តអាគមគាថាយ័ន្តដូនតាខ្មែរយើងនេះពិតជាពូកែស័ក្តិសិទ្ធិណាស់ពុកម៉ែបងប្អូនពីមួយចំនួនទៅមួយចំនួនដែលបុព្វបុរសដូនតាខ្មែរយើងបានហែឆ្លងកាត់នៅសមរភូមិឆ្អែតឆ្អន់ហើយបានបានចងជាក្បួនជាតម្រាជាសភៅដល់អ្នកចំនួនក្រោយរហូតធ្វើឲ្យប្រទេសជិតខាងកោតសរនៃអនុភាពនៃមន្តអាគមគាថាខ្មែររហូតដល់បច្ចុប្បន្ននេះប្រទេសជិតខាងបានលួចនៅក្បួនមន្តអាគមគាថាខ្មែរយកទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួនអញ្ចឹងនៅក្នុងមន្តអាគមគាថាខ្មែរនេះពុកម៉ែបងប្អូនដើម្បីឲ្យពូកែសសិទ្ធដើម្បីឲ្យមានលទ្ធិអនុភាពខ្លាំងក្លាពូកែទាល់តែគ្រូបាអាចារ្យដែលជាអ្នកចេះចាំស្ទាត់នៅក្បួនតម្រាការសាក់ការចារការបញ្ចុះមានកិច្ចត្រឹមត្រូវតាមក្បួនដាក់ណាត់ទើបធ្វើឲ្យអាគមគាថានេះពូកែស័ក្តិសិទ្ធិទី2គេហៅថាដំណងរបស់គ្រូនៅពេលដែលសិស្សគុណសាក់ហើយទាល់តែកាន់នៅដំណងរបស់គ្រូមិនឲ្យយកមន្តអាគមគាថាខ្មែរនេះទៅអួតអាងទៅសម្ដែងទៅបង្ហាញមិនឲ្យឯងយកត្រូវប្រមាថជីវិតគេមិនឲ្យឯងទៅបំពេញគេបើសិនឯងល្មើសនៃថាដំណងរបស់គ្រូហៅថាគឺជាការប្រសាទពីខ្លួនឯងមានតែរូបរាងតែអនុទ្ធិអនុភាពពុំមានទេបងអញ្ចឹងមន្តអាគមគាថានេះគឺគេប្រកាន់ភ្ជាប់ណាស់មិនអួតអាងហើយមិនសម្ដែងយើងមើលថាព្រឹត្តិការណ៍ដែលគាត់សាក់នៅមន្តអាគមគាថាហើយបងប្អូនគឺគាត់មិនដែលអួតអាងប្រមាថឬក៏ថាបង្ហាញជាសារតែគឺប្រកាន់តំណងគ្រូណាស់ការគោរពការប្រតិបត្តិការជឿការមានជំនឿគឺធ្វើឲ្យមន្តអាគមគាថានេះពូកែសសិទ្ធិប្រមាថស្មើនឹងខាត់អាយុជីវិតហើយតើតើនឹងការសាក់យ័ន្តគេហៅថាការសាក់អត់មានគ្រូបាអាចារ្យត្រឹមត្រូវសាក់តាមការនឹកឃើញតាមការស្រឡាញ់តាមការចូលចិត្តអត់មានប្រភេទយ័ន្តច្បាស់លាស់ដែលយើងមកសាក់ដូចជាវីដេអូដែលខ្ញុំបានជិះលើកមុនអញ្ចឹងនៅពេលដែលយើងសាក់មានគ្រូបាអាចារ្យត្រឹមត្រូវបានត្រឹមតែជាការសាក់របស់ឲ្យពូកែគឺអត់ទេមិនអាចពូកែបានទេបងចោលរបស់នេះពូកែស័ក្តិសិទ្ធិទាល់តែបញ្ចុះនៅមន្តអាគមត្រឹមត្រូវអញ្ចឹងនៅពេលដែលយើងការសាក់យ័ន្តអត់មានគ្រូការសាក់តាមការនឹកឃើញតាមការស្រឡាញ់តាមចូលចិត្តរបស់ខ្លួនរបស់នេះពុំមានឫទ្ធិអនុភាពទេពុកម៉ែបងប្អូនគេថាបានត្រឹមតែជាការសាក់ជាការលម្អហើយគេហៅថាមួយទៀតគេហៅថាបន្សាបនៅមន្តអាគមគាថាខ្មែរនៅពេលដែលយើងសាក់អត់មានគ្រូបាអាចារ្យត្រឹមត្រូវយើងសាក់គេហៅថាជាការបន្សាបនៅមន្តអាគមគាថាខ្មែរហេតុអីលោកគ្រូបានជាបន្សាបទី1គេហៅថាមនុស្សអស់ជំនឿត្រង់គេចូលលោកគ្រូគេសាក់ហេតុអីក៏ទីពូកែចូលហេតុអីបានជាខ្ញុំសាក់មិនពូកែនេះដោយសារតែយើងសាក់អត់មានគ្រូបាអាចារ្យត្រឹមត្រូវការរៀបយ័ន្តឲ្យត្រឹមត្រូវតាមក្បួនតាមខ្នាតការសាក់មានចុះត្រឹមត្រូវហើយនៅពេលដែលជួបហេតុយ័ន្តនេះអត់ការពារខ្លួនដល់ពេលអត់ការពារខ្លួនវានាំឲ្យមនុស្សអស់ជំនឿឈប់ជឿថារបស់នេះឮតែពូកែសិទ្ធប៉ុន្តែជួបហេតុអីខ្ញុំសាក់យ័ន្តដែរជួបហេតុអីពូកែសិទ្ធនេះហើយដែលថាមនុស្សអស់ជំនឿជាការបន្សាបក្នុងមន្តអាគមគាថាខ្មែរទី2គេហៅថាសិស្សគុណដែលរៀនរបៀនមន្តអាគមគាថាខ្មែរហើយយកក្បួនគ្រូលុបជាសាធារណៈនេះហើយជាការបន្សាបនៅអាគមគាថាខ្មែររបស់នេះគឺមិនអោយអួតអាងទេហើយនៅពេលដែលបានក្បួនគ្រូមកហើយយកយ័ន្តមកផុសជាសាធារណៈហើយធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៀតនឹងតើតើមន្តអាគមគាថាខ្មែរអញ្ចឹងអាគមគាថាខ្មែរបងប្អូនគឺដំណំអញ្ចឹងសិស្សគុណដែលបានក្បួនពីគ្រូដែលបានរៀនចេញពីគ្រូហើយគួរតែរក្សាទុកឲ្យល្អទៅយើងបង្ហាត់យើងរៀនលត់ដំដុសខាត់ខ្លួនឯងឲ្យខ្លាំងឲ្យពូកែនេះទើបធ្វើឲ្យរដ្ឋាភិបាលអាគមគាថាខ្មែរបានយូរបានអង្វែងហើយពូកែសិទ្ធិសូមបញ្ឈប់យកក្បួនរបស់គ្រូយកទៅលុបជាសាធារណៈអាគមគាថាខ្មែរបងប្អូនមិនមែនជាការលុបត្រីទេមិនមែនជាការលុបដូរក្អៅទេអញ្ចឹងសូមឲ្យសគុណដែលរៀនចេញពីគ្រូរក្សានៅតំណរបស់គ្រូទើបរបស់នេះទើបពូកែទៅអញ្ចឹងខ្ញុំបាទលោកគ្រូឋាននៅក្នុងវីដេអូនេះពុំមានសេចក្តីប្រមាថពុំមានសេចក្តីអួតអាងគ្រាន់តែជាការចែករំលែកទុកជាក្បួនជាខ្នាតទុកជាឯកសារដើម្បីឲ្យអ្នកដែលគេប្រកាន់ភ្ជាប់អ្នកដែលគេបានរៀនត្រឹមត្រូវមានគ្រូបាអាចារ្យមានក្បួនមានខ្នាតដើម្បីរក្សានៅច្បាប់ដើមដើម្បីរក្សានៅ
rất thi ăn ở hiệp nhưng mà cùng thì hạt mai dân xôm ói côn khmái ngọt cái này xôm giấc muôn bị chia đại kia hơi thì xa nơi tầm đôi bỏ tu cùng ụt án cùngប្រមាណcùng sầm đâyនេះហើយយើងធ្វើឲ្យអាគុំគេថាខ្មែរថាបិណ្ឌសាបភាសាអញ្ចឹងខ្ញុំបាទទៅគ្រូឋានសូមអរគុណសូម